សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបស្ងោរស្ពៃក្តៅជាមួយនឹងឆ្អឹងជំនីជ្រូកហើយវិធីធ្វើនោះគឺងាយមែនតើហើយងាយស្រួលនៅក្នុងការធ្វើទៀតថ្ងៃហ្នឹងអត់ដឹងថាត្រូវធ្វើម្ហូបអីទេគួយរនដល់មួយថ្ងៃទៅគួយយូរទៅក៏នឹកឃើញថាចង់ញ៉ាំស្ងោរស្ពៃក្តៅអ្នកទាំងអស់គ្នាហើយនេះជាគ្រឿងផ្សំដែលស្ងោរស្ពៃក្តៅគឺខ្ញុំមានសាច់ជ្រូកហើយនឹងថ្លើមហើយនឹងស្លឹកខ្ទឹមកញ្ច្រាំហើយស្ពៃក្តៅអ្នកទាំងអស់គ្នាហើយគ្រឿងផ្សំស្ងោរយើងគឺមានប៉ុណ្្នឹងតើតើមើលពីរបៀបធ្វើទាំងអស់គ្នាមុនដំបូងខ្ញុំបានដាក់ឆ្នាំងហើយយើងដាក់ឆ្នាំងហ្នឹងឲ្យក្តៅទៅបន្ទាប់ពីឆ្នាំងក្តៅហើយខ្ញុំក៏ធ្វើការចាក់ខ្លាញ់ចូលទុកឲ្យក្តៅហើយក៏ធ្វើការចាក់ខ្ទឹមសចូលទៅដើម្បីបំពងវាឲ្យក្រហមបន្ទាប់ពីយើងបំពងខ្ទឹមឡើងក្រហមហើយខ្ញុំក៏ធ្វើការចាក់សាច់យើងចូលទៅហើយធ្វើការកូរវាបន្តិចបន្ទាប់មកខ្ញុំធ្វើការចាក់ទឹកត្រីចូលបន្ទាប់ពីចាក់ទឹកត្រីចូលហើយក៏កូរវាបន្តិចកុំឲ្យវានឹងខ្លោចបន្ទាប់ពីចាក់ទឹកត្រីចូលរួចហើយក៏ធ្វើការដាក់ស្ករដាក់អំបិលដាក់ប៊ីចេងហើយនឹងម្រេចហើយយើងកូរគ្រឿងនឹងឲ្យចូលគ្នាឲ្យសព្វមកចាំយើងចាក់ទឹកសចូលបន្តិចបន្ទាប់ពីដាក់គ្រឿងរួចហើយអស់ហ្នឹងឥឡូវចាក់ទឹកសចូលបន្តិចហើយបន្ទាប់មកក៏ធ្វើការគ្របវាទុករហូតតតែទឹកនឹងពុះមកហើយសាច់យើងក៏រៀងឆ្អិនស្រួលបួរដែរបន្ទាប់ពីទុករយៈពេលបន្តិចមកខ្ញុំក៏ធ្វើការចាក់បន្លែយើងចូលទៅហើយយើងកូរបន្លែហ្នឹងឲ្យចូលជាតិគ្នាអ្នកទាំងអស់គ្នាយើងកូររហូតដល់វាចូលជាតិគ្នាហ្នឹងបន្ទាប់ពីខ្ញុំកូររួចហើយក៏ធ្វើការចាក់ទឹកសយកតែម្ដងបន្ទាប់ពីចាក់ទឹកសហើយយើងគ្របវាទុករហូតដល់តែបន្លែយើងនឹងឆ្អិនស្ងោរទៅយើងធ្វើវិធីនេះគឺធ្វើឲ្យម្ហូបយើងកាន់តែមានរសជាតិឆ្ងាញ់ឥឡូវឃើញថាបន្លែរបស់យើងឆ្អិនហើយគឺថាបើឆ្នាំងមកគឺឈ្ងុយតែម្ដងអ្នកទាំងអស់គ្នាបន្ទាប់មកទៀតខ្ញុំក៏ធ្វើការបិទហ្គាសហើយចាក់ស្លឹកខ្ទឹមរបស់យើងចូលទៅហើយកូរឲ្យសព្វមកគឺប៉ុណ្ណឹងរួចរាល់ហើយនឹងអ្នកទាំងអស់គ្នាគឺវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងទេបាយបាយជួបខ្ញុំនៅពេលក្រោយទៀត